បាទខ្ញុំបាទសូមថ្លែងអំណរគុណចំពោះបងប្អូនរដ្ឋកម្មសម័យថ្មីចំនួនថ្មីចំនួនថ្មីដែលបានផ្ដល់ឱកាសបទសម្ភាសន៍ឲ្យខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសមាគមមូលនិធិសង្គមរិទ្ធិខ្មែរដែលមានលោកប្រធានអ៊ុនសវណ្ណជាប្រធាននិងលោកពូប៉ែនសរួនលោកជាសុភ័ណ្ឌនិងសហការីគាត់ទាំងអស់ជាពិសេសបងប្អូនទាំងអស់ដែលលោកបានជួយរយៈពេល1ឆ្នាំកន្លងមកនេះខ្ញុំបាទសូមថ្លែងអំណរគុណជាពិសេសខ្ញុំបាទសប្តាហ៍ថ្ងៃខ្ញុំបាទបានសម្ដែងឲ្យកូនឲ្យគេមួយរឿងទៀតគឺរឿងកាយភ្នែកសំណប់ចិត្តបងប្អូនទស្សនិកជនអាណិតអាសូរខ្ញុំបាទនឹងទ្រាំទ្រជីវិតលោកឪពុកអ្នកម្ដាយរបស់ខ្ញុំបាទលោកឪពុកជាយធននិងអ្នកម្ដាយសមបានសុរនីខ្ញុំបាទសូមមេត្តាជួយទ្រាំទ្រវិស័យជីវិតសិល្បៈរបស់ខ្ញុំបាទដើម្បីខ្ញុំបាទរកផាត់កុនដូរអង្គដើម្បីឲ្យបានអូនហូបឲ្យឆ្អែតបើសិនជាលោកឪពុកអ្នកម្ដាយបងប្អូនទាំងអស់មីងមានទាំងអស់គ្នានៅគ្រប់ទិសទីក្រៅប្រទេសកាណាដាអាមេរិកអូស្ត្រាលីបារាំងទាំងអស់ទ្រាំទ្រជីវិតខ្ញុំនឹងបានបាយឲ្យបងកំព្រាហូបខ្ញុំនឹងសម្ដែងជូនគេដូច្នេះហើយខ្ញុំបាទសូមលើកដៃបន់ព្រះសំពះទេវតាសូមឲ្យវត្ថុក្នុងលោកជួយតាមភាសាបងប្អូនពុកម៉ែមីងមាទាំងអស់ទាំងពុទ្ធបរិស័ទគ្រិស្តបរិស័ទទាំងអស់ជួបតែសេចក្តីសុខសេចក្តីសប្បាយជារៀងរហូតកុំឲ្យមានជួបភារការវេទនាដូចខ្ញុំបាទសូមអរគុណជាដំបូងខ្ញុំសូមសម្រាយបំភ្លឺនៅថាតើខ្ញុំស្គាល់លោកថនធរិតតាមរយៈណាដំបូងបង្អស់ខ្ញុំបានមើលនៅកាសែតរឿងឈាមអនាថារបស់ក្មួយថនធរិតឃើញពីការលំបាកវេទនាសពគ្រប់បែបយ៉ាងអស់យើងខ្ញុំមានអារម្មណ៍គួចចាប់ជានិច្ចនៅក្នុងខ្លួនថាត្រូវតែជួយដល់ក្រុមកុមារកំព្រាតកូលសៅដែលមានលោកតាសៅដែលលោកចិញ្ចឹមមកពីមុនមកនោះរឿងខ្ញុំមានការអាណិតអាសូរសំណោះឲ្យតាំងចិត្តនឹងជួយដល់ក្មួយថនធរិតហើយទន្ទឹមនឹងការជួយនេះក៏យើងខ្ញុំសង្ឃឹមថានឹងជួយដំណឹងនឹងទៅផ្សព្វផ្សាយបងប្អូនយើងទាំងអស់នៅទីក្រុងម៉ុងរ៉េអាល់នេះដំបូងខ្ញុំបន្ទាប់ពីខ្ញុំបានមើលរឿងហ្នឹងហើយខ្ញុំកេងចិត្តថាត្រូវតែជួយដល់តើរោមជ្ឈបាយដោយរបៀបណាបន្ទាប់ពីខ្ញុំបានទស្សនារឿងឈាមអនាថាហើយដោយនៅក្នុងនោះគ្មានឃើញមានលេខទូរស័ព្ទគ្មានឃើញលេខអ្វីទេតើខ្ញុំជួយដោយរបៀបណាខ្ញុំកេងចិត្តថ្ងៃមួយលោកអ៊ុនសវណ្ណដែលជាប្រធានមូលនិធិសង្គ្រោះនិស្សិតខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ខេត្តកែបិយ៉ាងនេះគាត់បានចុះទៅស្រុកខ្មែរហើយខ្ញុំក៏សូមស្នើឲ្យលោកអ៊ុនសវណ្ណចុះទៅរកក្មួយថនធរិតនៅទីក្រុងភ្នំពេញដោយជាវាសនាល្អមួយដែរលោកអ៊ុនសវណ្ណក៏បានទៅជួបក្មួយថនធរិតផ្ទាល់នៅទីក្រុងភ្នំពេញហើយគាត់បានឃើញពីសភាពពិតនៃការលំបាកវេទនារបស់កុមារកំព្រាទាំងនោះពិតក៏បានឃើញទៅដល់ផ្ទះនៅពេលនោះគាត់ក៏ចេញលុយពីហៅប៉ៅខ្លួនគាត់$200ជូនទៅដល់ក្មួយថនធរិតសម្រាប់ការខ្វះខាតស្បៀងអាហារដល់ក្មេងកំព្រាទាំងនោះហើយគាត់ក៏បានយកដំណឹងនឹងមកជម្រាបខ្ញុំដែលនៅប្រទេសកាណាដាទីក្រុងម៉ុងរ៉េអាល់យ៉ាងនេះហើយខ្ញុំក៏ចាប់ផ្ដើមទំនាក់ទំនងយកដំណឹងនោះលើកទី1យកដំណឹងនោះទៅជម្រាបបងឡំភឿងដែលគាត់នៅទីក្រុងម៉ុងរ៉េអាល់នេះដែរហើយបន្ទាប់មកក៏ខ្ញុំបានជម្រាបពួកម៉ាក់មិត្តភ័ក្តិបងប្អូនទាំងអស់ហើយដូចជាបងខ្ញុំបងស្គាល់គ្នាយូរមកហើយដែរកំសត់កម្រជាមួយគ្នាដូចជាបងសួសមិត្តនិងភរិយារបស់គាត់ឬទី1ហើយប្រមូលលុយបានប្រហែលជា$100 $150ទៅ$160ដែលខ្ញុំចាំបានចំនួននេះហើយផ្ញើទៅលើកទី1ដែលខ្ញុំចង់ផ្ញើទៅហ្នឹងផ្ញើថាឲ្យទិញសម្លៀកបំពាក់ប៉ុន្តែក្មួយថនធរិតបានទូរស័ព្ទប្រាប់ខ្ញុំវិញថាសម្លៀកបំពាក់ជាលើកទី2ទេសុំប្រវែលុយហ្នឹងជួយដល់ទិញអង្គញ៉ាំហើយខ្ញុំក៏អនុញ្ញាតថាឲ្យទិញអង្គញ៉ាំទៅបន្ទាប់ពីនឹងមកខ្ញុំក៏ចេះតែបានដើរគ្រប់កន្លែង